Hello ស្វាគមន៍អ្នកទាំងអស់គ្នាសាជាថ្មីដែលចូលមកទស្សនាភាគបន្តនៃរឿងអំណាចវិញ្ញាណម្ចាស់ទ្វីបលីងវូដែលជាភាគទី162របស់យើងចាប់ផ្ដើមនៅខ្សែរឿងនេះរកគ្នាបានពោលថាព្រះអង្គម្ចាស់ទី3មិនសូវលេចធ្លោនោះទេប៉ុន្តែតាមពិតទៅគាត់គឺជាសិស្សផ្ទាល់របស់នីកាយស៊ុនសុងតើគាត់បានចូលរួមជាមួយនឹងនីកាយស៊ុនសុងតាំងពីពេលណាគាត់ពិតជាបានលាបបាំងរឿងមួយនេះយ៉ាងល្អមែនដោយមានដឹកនាំនីកាយស៊ុនសុងដែលគឺជាព្រឹទ្ធាចារ្យចាងគាត់បានទូទៅចាស់ទុំនៃនីកាយតៅថាតើនីកាយរបស់នេះនឹងបរកុលវូឈិនមកឲ្យខ្ញុំដែរទេឬមួយចង់ឲ្យខ្ញុំធ្វើសកម្មភាពដោយផ្ទាល់ពេលនោះផងដែរព្រឹទ្ធាចារ្យស៊ុនលីងក៏បានបង្ហាញខ្លួននីកាយស៊ុនសុងចង់ចាប់នរណាម្នាក់នៅក្នុងទឹកដីរបស់នីកាយតៅមើលទៅនេះពិតជាមិនចាត់ទុកនីកាយតៅនៅក្នុងខ្សែភ្នែកនោះទេព្រឹទ្ធាចារ្យចាងគាត់ក៏បានស្គាល់ស៊ុនលីងអ្នកមិនដែលធ្វើសកម្មភាពណាមួយដោយគ្មានអ្នកបញ្ជានោះទេចំណែកវូឈិនក៏មិនមែនជាសិស្សរបស់នីកាយតៅនេះដែរហើយអ្វីបានជាពូនេះការពារគេបែបនេះពិតជាមិនប្រក្រតីទាល់តែសោះព្រឹទ្ធាចារ្យស៊ុនលីងក៏បានតបថានីកាយតៅការពារមនុស្សរបស់ខ្លួនដោយមិនគិតពីភាពសាសនានោះទេបន្ទាប់មកក៏បានប្រកល់នៅផ្លែឈើវិញ្ញាណទៅឲ្យឈិនធានវូឈិនខ្ញុំនឹងផ្ដល់ឱកាសឲ្យអ្នកម្ដងទៀតយកវាឲ្យចោះចូលជាមួយនឹងនីកាយតៅយើងហើយនៅក្នុងថ្ងៃនេះគ្មាននរណាអាចប៉ះពាល់អ្នកបាននោះទេអ្នកគឺជាមនុស្សឆ្លាតប្រកបជាដឹងពីរបៀបជ្រើសរើសហើយឈិនធានបានតបចំពោះការការពាររបស់នីកាយតៅវិញខ្ញុំពិតជាពេញចិត្តចំពោះការផ្ដល់ជូននេះណាប៉ុន្តែទោះជាយ៉ាងណាក៏ដោយកិច្ចការរបស់ខ្ញុំអាចដោះស្រាយពួកគេដោយខ្លួនឯងបានដូច្នេះខ្ញុំមិនរំខានព្រឹទ្ធាចារ្យស៊ុនលីងនោះទេបន្ទាប់ពីឈិនធានបានកំទេចនៅផ្លែឈើវិញ្ញាណហើយធ្វើឲ្យព្រឹទ្ធាចារ្យស៊ុនលីងក៏មានការខឹងសម្បាផងដែរអ្នកគូតែគិតឲ្យបានច្បាស់ការបដិសេធជាមួយនឹងនីកាយតៅមានន័យថាការផ្ដាច់ការដកថយទាំងអស់បើគ្មានការការពារពីនីកាយតៅទេអ្នកគ្រាន់តែជាស្រមោចដែលគួរអាណិតតែប៉ុណ្ណោះខ្ញុំក៏ចង់ឃើញដែរតើអ្នកអាចស៊ូទ្រាំបានប៉ុន្មានបន្ទាប់ពីឃើញចាស់ទុំទាំងពីរនៃនីកាយតៅបានម្លាស់ទីចេញព្រឹទ្ធាចារ្យចាងក៏បានញញឹមហើយនិយាយថាហានធានធ្វើអ្វីដែលអ្នកចង់ធ្វើទៅហានធានក៏បានដើរទៅខាងមុខបន្តិចវូឈិនមរតកនៅក្នុងប៉មវិមានផ្កាយអ្នកបានទទួលវាហើយមែនទេឈិនធានក៏បានបែរមកចុះបើខ្ញុំទទួលយកតើវាយ៉ាងម៉េចហានធានម្លាស់ទីចូលទៅយ៉ាងលឿនជាមួយនឹងធម្មពលរន្ទះរបស់គាត់ផ្ទាត់ទៅលើឈិនធានតែបន្តិចធ្វើឲ្យគាត់ក៏បានខ្ទេចប៉ើងអ្នកមានគិតថាដោយសារតែអ្នកបានបំពេញនៅការគ្រប់គ្រងខាងវិញ្ញាណរបស់ខ្ញុំកាលពីលើកមុនទេដូច្នេះហើយបានជាអ្នកអាចនិយាយជាមួយនឹងខ្ញុំបែបនេះម្ដងទៀតបានឆាប់ប្រកល់នៅមរតកដែលទទួលបានពីប៉មផ្កាយឲ្យខ្ញុំតាមសម្រួលមកឈិនធានបានតបថាវាជាលើកដំបូងហើយដែលខ្ញុំបានឮមានមនុស្សម្នាក់និយាយអំពីការប្លន់ដោយមានមោទនភាពខ្លួនឯងយ៉ាងខ្លាំងបើចង់បានមរតកមួយនោះចូលមកយកដោយខ្លួនឯងមកឈិនធានសម្រុកចូលទៅបើការវាប្រហារវាមួយដៃប៉ុន្តែហានធានក៏បានកិច្ចផុតសងទៅវិញដឹបខ្ទាតប៉ាំងទៅខាងលើបន្តិចសម្រុកចូលមកទៀតបន្តព្យាយាមវាជាច្រើនដៃមួយដៃចង់ក្រោយហានធានមិនមានសកម្មភាពអ្វីនោះទេបញ្ឆិតធម្មពលវាទៅលើឈិនធានប៉ុន្តែគាត់ក៏បានបន្លាទីកិច្ចហក់មកវិញទត់មួយជើងកញ្ចឹងករបស់ហានធានប៉ុន្តែគេបាននិយាយថាវាហាក់ដូចជាអ្នកមិនដែលរីនោះទេចាប់ជើងរបស់ឈិនធានជាប់ក្រវីបោះចេញហក់ឡើងទៅតាមវាមួយដៃឈិនធានក៏បានទប់រងខ្ទាតប៉ាំងមកខាងក្រោមវិញអូសឹង10ម៉ែត្រឡើងហុយជោគខ្ញុំភ្លេច5នាក់មុនមកទីនេះខ្ញុំបានធ្វើដំណើរយ៉ាងពិសេសមួយទៅកាន់វិមានផ្កាយឈិនធានក៏បានធ្វើបន្ថែមតើអ្នកបានធ្វើអ្វីហានធានបានប្រាប់ថាខ្ញុំទើបតែបានជួបចាស់ទុំនៅទីនោះប៉ុន្តែប្រសិនបើអ្នកបដិសេធមានសហការជាមួយនឹងខ្ញុំមិនអាចធានាពីសុវត្ថិភាពរបស់ពួកគេបាននោះទេបន្ទាប់ពីស្ដាប់ឮបែបនោះឈិនធានក៏បានខឹងបញ្ចេញជាមួយនឹងដើមអំណាចផ្កាយរបស់គាត់បើកវាឡើងទាញហានធានចូលទៅហើយគាត់ក៏បានបញ្ចេញជាមួយនឹងដុំធម្មពលផ្កាយទូចៗជាច្រើនបាញ់ចុះមកដូចជាគ្រាប់ភ្លៀងពេលនោះផងដែរហានធានក៏បានប្រើប្រាស់ជាមួយនឹងធម្មពលរបស់គាត់ដើម្បីធ្វើជាខែការពារទប់រងត្រូវហើយនេះគឺជាអំណាចធម្មពលផ្កាយដែលបានគ្រប់គ្រងពិភពលោកហើយគ្រប់គ្រងលើសត្វដែលមានជីវិតទាំងអស់ផងដែរមរតកដ៏មានអំណាចអស្ចារ្យបែបនេះអ្នកអាចយកវាមកប្រើប្រាស់បានត្រឹមតែកម្រិតប៉ុណ្ណឹងដាប់ដៃបន្តិចកំតិចនៅអំណាចធម្មពលទាំងអស់នោះបែកដូចជាកញ្ចក់អ្នកមិនគូណាគ្រប់គ្រងវានោះទេបាញ់ចេញនៅអំណាចធម្មពលដ៏ខ្លាំងក្លារបស់គាត់វាប្រហារទៅលើឈិនធានផ្ទាល់ទាំងបែកព្រឹងឈិនធានបានលោតមាត់ថាវាបកមកវិញដោយកម្លាំងទ្វេដងរបស់ខ្ញុំតើនេះគឺជាសមត្ថភាពចម្លែកប្រភេទអ្វីទៅអន្តរាជាងឡាបានប្រាប់ថាអាណាចក្រតូចមួយក្នុងអាណាចក្រ 10000 គេថែមទាំងបានផលិតរាងកាយហាមឃាត់ទៀតផងវាពិតជាគួរឲ្យចាប់អារម្មណ៍មែន LRC មូបានពោលថារាងកាយហាមឃាត់អន្តរាលៀងធានគាត់ក៏បានលើកឡើងថាគ្រប់គ្រងអំណាចហាមឃាត់ទាំង7ក្នុងពេលតែមួយពិតជាសមត្ថភាពដ៏អស្ចារ្យមួយក្នុងចំណោម 1000 លានការស្រូបយកនិងការស្ទុះងើបឡើងវិញនៅពេលនេះគឺគ្រាន់តែជាម្នាក់ក្នុងចំណោមពួកគេប៉ុណ្ណោះពេលនោះហានធានក៏បានបាញ់ចុះជាមួយអំណាចធម្មពលដាក់សម្ពាធទៅលើឈិនធានធ្វើឲ្យគាត់ក៏បានប្រឹងព្យាយាមទប់រងហានធានបាននិយាយឌឺដងចូលពួកយើងបញ្ចប់រឿងនេះត្រឹមនឹងទៅអ្នកមិនដែលមានជំរឿតាំងពីដំបូងមកម្ល៉េះក្តាប់ដៃបន្ថែមជាមួយនឹងអំណាចធម្មពលខណៈពេលនោះយើងក៏បានឃើញអំណាចធម្មពលរបស់អន្តរីបៃសាយបានសាយភាយឈិនធានក៏បានងើបឡើងបញ្ចប់វាត្រឹមនឹងមានទេតើអ្នកបានស៊ូខ្ញុំហើយឬនៅប្រញាំដៃអន្តរីបៃសាយក៏បានវិបំបីអំណាចធម្មពលរបស់ហានធានធ្វើឲ្យគេក៏បានភ្ញាក់ផ្អើលលាន់មាត់ថាតើនេះគឺជាអ្វីវាអាចជាប្រលឹងវិញ្ញាណបៃសាយនេះចម្បាំងមានទេឯងគឺជាអ្នកវឹកហាត់ធម្មពលខាងវិញ្ញាណនិងក្បាច់គុណពីរប្រភេទដ៏ល្បីមួយនេះនោះគ្មានអ្វីចម្លែកនោះទេដែលឯងអាចទទួលបានជាមួយនឹងដែនអំណាចផ្កាយប៉ុន្តែគួរអាណិតនៅចំពោះមុខខ្ញុំគន្លឹះអំណាចធម្មពលរបស់ពួកយើងគឺនៅឆ្ងាយគ្នាខ្លាំងណាស់បញ្ជាអំណាចធម្មពលវិញ្ញាណនាគរាចូលទៅវាប្រហារអន្តរីបៃសាយក៏បានដាល់ទប់រងប៉ុន្តែត្រូវបានធម្មពលវិញ្ញាណនាគរាប្រើប្រាស់នៅភ្លើងដុតបំផ្លាញឆេះឡើងមាត់តែម្ដងហានធានក៏បានញញឹមពេលនោះយើងក៏បានឃើញឈិនធានហក់ចេញពីអណ្ដាតភ្លើងជាមួយនឹងកណ្ដាប់ដៃរបស់គាត់ដាល់ចូលទៅពេញមួយទំហឹងហានធានក៏បានចាប់ជាប់បន្ទាប់មកបញ្ឆេះធម្មពលនៅក្នុងកណ្ដាប់ដៃរបស់គាត់វេទៅលើឈិនធានខ្ទេតប៉ាបន្តិចសម្រុកចូលទៅវិញព្យាយាមវាជាច្រើនដៃប៉ុន្តែហានធានតែអាចទប់ទល់បានចន្លោះប្រហោងនៃកម្លាំងរបស់នាងមិនអាចឆ្លងកាត់បានដោយភាពរឹងរូសតែមួយមុខនោះទេកណ្ដាប់ដៃដែលពោពេញទៅដោយកម្លាំងធម្មពលរបស់ពួកគាត់ក៏បានដល់ទប់រងគ្នាខ្សែភ័យជាមួយនឹងកម្លាំងធម្មពលឡើងទៀងកម្លាំងធម្មពលរបស់ខ្ញុំមានចន្លោះប្រហោងប៉ុន្តែហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថាការវាយប្រហាររបស់អ្នកកាន់តែខ្សោយទៅ
ទៅឈិនធានដាល់ពេញមួយទំហឹងចូលកណ្ដាលទ្រូងរបស់ហានធានខ្ទៀតប៉ើងឯងហ៊ានលេងល្បិចផងបានជាធម្មពលវិញ្ញាណអ្នកក្រេរបស់គាត់ចូលទៅវាបរហាម្ដងទៀតឈិនធានក៏បានហោះចូលមកជាមួយនឹងកំណាប់ដៃរបស់គាត់វាពេញមួយទំហឹងលន់លឺសូតែផាំងបែកខ្ចាយបន្តបង្ហាញខ្លួនភ្លាមៗនៅចំពោះមកហានធានវាមួយដៃខ្ទៀតប៉ើងបន្លាស់ទីទៅតាមប្រាប្រាស់ជាមួយនឹងកំណាប់ដៃកំតិចមេឃក្តាប់ចូលជាមួយនឹងអំណាចធម្មពលដ៏ខ្លាំងក្លាវាចូលទៅពេញមួយទំហឹងត្រូវហានធានក៏ណាពុតដិតធ្លាក់មកខាងក្រោមហុយត្រង់ងើបឡើងមកវិញតើវាអាចទៅរួចដោយរបៀបណាអ្នកអាចទ្រាំទ្រពីការវាបរហារបស់ខ្ញុំបានតើអ្នកអាចធ្វើវាបានយ៉ាងម៉េចដោយអត្តរិយលៀងធានគាត់ក៏មានការភ្ញាក់ផ្អើលផងដែរតើមានរឿងអ្វីកើតឡើងហេតុអ្វីបានជាអាក្មេងម្នាក់នេះកាន់តែរឿងមាំឡើងដោយអត្តរិយជាងឡើងគាត់ក៏បាននិយាយប្រាប់ពាក្យចាមបារាមបានដំណើរថាធ្លាប់មានខ្សែឈាមពួយនេះចម្បាំងដ៏ខ្លាំងក្លាបំផុតនៅក្នុងលោកនេះកាន់តែរងការវាបរហាចិត្តដល់សេចក្តីស្លាប់សមរភូមិប្រយុទ្ធរបស់គាត់កាន់តែកាយសាហាវឡើងហើយអំណាចធម្មពលរបស់គេក៏កាន់តែខ្លាំងក្លាឡើងដូចគ្នាអត្តរិយលៀងធានគាត់បានទូបញ្ជាក់ថាតើអ្នកកំពុងតែនិយាយអំពីអំណាចខ្សែឈាមរបស់គ្រូសាឈិនមែនទេនោះច្បាស់ជារឿងឈួតហើយក្រឡេកមកឈិនធានវិញបានស្រូបទាញជាមួយអំណាចធម្មពលនៅក្នុងកំណាប់ដៃរបស់គាត់តបទៅលើហានធានខ្ទៀតប៉ើងបន្តវាបរហាជាច្រើនដៃទៀតធ្វើឲ្យហានធានដកដង្ហើមសឹងមិនទាន់ដោយសារតែមិនអាចគេចរួចគេបានពោលថាតើវាអាចទៅរួចដោយរបៀបណាហើយអ្វីបានជាល្បឿននឹងអំណាចធម្មពលរបស់គេការឡើងទ្វេដងបែបនេះខ្ទៀតប៉ើងធ្លាក់មកខាងក្រោមឈិនធានបាននិយាយថាវាហាក់ដូចជារាងកាយហាមឃាត់របស់អ្នកវាគ្មានអ្វីពិសេសនោះទេតែនោះផងដែរហានធានគេនៅតែមិនអស់ចិត្តហក់ឡើងទៅខាងលើតើឯងគិតថាឯងគឺជាអ្នកណារួចហើយក៏បានស្រូបទាញជាមួយនឹងអំណាចធម្មពលដ៏ខ្លាំងក្លារបស់គេឡើងមកដែលគឺជាបច្ចេកទេសធម្មពលរាងកាយហាមឃាត់ទាំង7រួមបញ្ចូលវាតែមួយវាប្រហាចុះមកឈិនធានសម្លឹងមើលហើយបញ្ចេញដៃរបស់គាត់ចង់សម្លាប់ខ្ញុំមែនទេអ្នកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឡើយហក់ចូលទៅដើរនៅក្នុងដៃកាប់ចេញជាចំហាយធម្មពលពេញមួយទំហឹងទប់រងបន្តិចកាត់ផ្ដាច់កំទុះចេញត្រូវហានធានពេញខ្ទៀតប៉ាងធ្លាក់មកខាងក្រោមឈិនធានជាមួយនឹងល្បឿនដ៏លឿនដើរដល់មុតស្រួចគ្មានអ្នកណាអាចហាមឃាត់គាត់បាននោះទេដោយសារតែពេលនេះគាត់បានចាក់ទម្លុះរាងកាយរបស់ហានធានទៅហើយដាច់ខ្យល់ពិតឈិនធានក៏បានដកដៃចេញមកវិញឌូព្រុសបន្ទាប់ពីឃើញមែមនោះព្រឹទ្ធាចារ្យស៊ូលីងក៏បានសរសើរវូឈិនប្រៀបដូចជាត្បូងដ៏កម្រមួយដែលមិនអាចប៉ះកម្ដៅបានដូច្នេះក្មេងម្នាក់នេះមិនអាចអនុញ្ញាតឲ្យរស់បន្តបានទីនោះទេចំណែកព្រឹទ្ធាចារ្យចេញពេលនោះបានខឹងយ៉ាងខ្លាំងវូឈិនឯហ៊ានសម្លាប់សិស្សនៃនិកាយស៊ុនសុងរបស់យើងផងឈិនធានដើរចូលទៅខាងមុខហើយនិយាយថាគេបានព្យាយាមលួចយកមរតករបស់ខ្ញុំដូច្នេះខ្ញុំត្រូវតែសម្លាប់គេតើវាមានបញ្ហាអ្វីមែនទេបើអ្នកមិនសុខចិត្តទេអាចសាឡបងជាមួយខ្ញុំបានភ្លាមនោះគាត់ក៏បានចាប់អារម្មណ៍នឹងថាមានចំហាយធម្មពលបានវាប្រហារពីខាងក្រោយពេលនោះគាត់ក៏បានលើកដៃបាំងមុខដល់សង្ហារបស់គាត់ប៉ុន្តែត្រូវបានខ្ទេចបានបន្តិចសម្លឹងទៅឃើញហានធានឈោជ្រងងគេមិនទាន់ស្លាប់នោះទេសូម្បីតែព្រឹទ្ធាចារ្យស៊ូលីងក៏បានភ្ញាក់ផ្អើលតើវាអាចទៅរួចដោយរបៀបណាតាមពិតទៅហានធានត្រូវបានបង្កើតឡើងដោយប្រលឹងរបស់អ្នកចម្បាំងពេលនោះឈិនធានក៏បានប្រើប្រាស់ជាមួយនឹងការភ្នែកអធិរារបស់គាត់សម្លឹងទៅមើលឃើញនៅចំហាយធម្មពលបានចេញពីព្រះអង្គម្ចាស់ទី3ចូលមកក្នុងរាងកាយហានធានធ្វើឲ្យគាត់បានដឹងថាខ្ញុំមិនដែលរំពឹងទុកថាព្រះអង្គម្ចាស់ទី3នៃអាណាចក្រធានវូដែលមិនបានលេចធ្លោជាមួយនឹងការដាំដុះធម្មពលខាងវិញ្ញាណបែរជាបានលាបបាំងជាមួយនឹងអំណាចធម្មពលដ៏ខ្លាំងក្លាសម្រាប់អ្នកទាំងអស់គ្នាដែលចង់ទស្សនាភាពបន្តភ្លាមចេញទាន់ក្រុមហ៊ុនរបស់គេដោយសារតែចុងសប្តាហ៍នេះក្រុមហ៊ុនរបស់គេទម្លាក់ដល់ភាគទី200សម្រាប់បច្ចុប្បន្នអាចមានបានសម្រេចដល់ភាគទី199ហើយដូច្នេះអ្នកទាំងអស់គ្នាអាចចូលទៅទស្សនាបាននៅក្នុងកូនក្រុម VIP របស់ admin ក្នុងនោះផងដែរមានរឿងជាច្រើនផ្សេងទៀតដែលមានបានសម្រេចហើយមិនទាន់បានអាប់ឡូតនៅលើ YouTube ចំពោះតម្លៃមិនថ្លៃនោះទេត្រឹមតែ$1ក្នុងមួយខែតែប៉ុណ្ណោះអ្នកទាំងអស់គ្នាអាចទស្សនាបានប្រចាំថ្ងៃតែម្ដងចាប់អារម្មណ៍ link Telegram នៅក្រោម comment អាចឆានមកសាកសួរព័ត៌មានបន្ថែមបាន